អញ្ញាតគ្រប់ជំរាបសួរទៅដល់ប្រិយមិត្តក៏ដូចជាអ្នកមើលទាំងអស់ដល់ថ្ងៃនេះយើងចូលរួមក្នុងបញ្ហាមួយចំនួនដែលទាក់ទងទៅនឹងការសិក្សារៀនសូត្ររបស់យុវជនរបស់យើងបញ្ហាទី1គឺទាក់ទងទៅនឹងបញ្ហាមូលហេតុអ្វីដែលធ្វើឲ្យប្រជាជនឬក៏យុវជនរបស់យើងបានសិក្សារៀនសូត្របានជ្រៅជ្រះឬក៏បោះបង់ការសិក្សារៀនសូត្រខណៈពេលដែលខ្លួនស្ថិតនៅក្នុងវ័យដែលត្រូវទទួលបានចំណេះដឹងទូទៅជំនាញផ្សេងផងដែរបញ្ហាចម្បងទី1គឺបញ្ហាសេដ្ឋកិច្ចក្នុងគ្រួសារប៉ុន្តែបញ្ហាសេដ្ឋកិច្ចក្នុងគ្រួសារគឺជាកត្តាដ៏ចម្បងបំផុតក្នុងការធ្វើឲ្យធនធានមនុស្សរបស់យើងយុវជនរបស់យើងមានលទ្ធភាពក្នុងការសិក្សារៀនសូត្របន្តការសិក្សារៀនសូត្រពីស្រុកកំណើតឡើងមកទីក្រុងតំបន់ដែលមានសាលាដែលមានសាលាដែលមានសក្តានុពលដែរចំណុចទី2គឺចំណុចកត្តាសង្គមប៉ុន្តែកត្តាសង្គមគឺមានកត្តាសង្គមគឺមាន ជាកត្តាសំខាន់មួយនៅក្នុងការធ្វើឲ្យយុវជនរបស់យើងមានសក្តានុពលក្នុងការសិក្សារៀនសូត្រប្រសិនបើបុគ្គលប្រសិនបើយុវជនសិស្សានុសិស្សរបស់យើងរស់នៅក្នុងសហគមន៍រស់នៅក្នុងភូមិស្រុកដែលអត់សូវសម្បូរអ្នកមានមនសិការក្នុងការសិក្សារៀនសូត្រពិតណាស់ពួកគាត់វាបានដូចជាមិនមានការបំភ្លឺផ្លូវមិនមានកញ្ចក់ឆ្លុះបញ្ចាំងឲ្យឃើញថាការសិក្សារៀនសូត្រមានតម្លៃដូច្នេះធ្វើឲ្យពួកគាត់បោះបង់ការសិក្សារៀនសូត្រផងដែរអញ្ចឹងយើងពីចំណុចទី3គឺទាក់ទងទៅនឹងបញ្ហាផ្នត់គំនិតរបស់បុគ្គលម្នាក់ប៉ុន្តែមនុស្សមួយចំនួនគឺគិតថាការសិក្សារៀនសូត្រជាច្រើនគឺมันអាចដល់លទ្ធផលភ្លាមដូចការយើងទៅកប់មុខរបរលឿនការធ្វើការងារឲ្យគេទេប៉ុន្តែពិសេសទាំងនោះទៅទៀតគឺការសិក្សារៀនសូត្រត្រូវការចំណាយពេលវេលាมันក្រោយពី10ឆ្នាំទៅក្បែរ20ឆ្នាំនោះទេដើម្បីទទួលបានផ្លែផ្កាពីការសិក្សារៀនសូត្ររបស់យើងវិញអញ្ចឹងផ្នត់គំនិតរបស់បុគ្គលម្នាក់ៗគឺពិតជាសំខាន់ណាស់ក្នុងការចូលរួមធ្វើឲ្យធនធានមនុស្សរបស់យើងមានគេថាមានសក្តានុពលនៅក្នុងសង្គមរបស់យើងបាទអញ្ចឹងចំណុចទាំង3នេះហើយគឺជាចំណុចដែលធំបំផុតក្នុងការធ្វើឲ្យយុវជនរបស់យើងมันអាចបន្តការសិក្សាឬក៏បោះបង់ចោលនៅការសិក្សារបស់គាត់ដែលគាត់បានគិតបញ្ហាទាក់ទងទៅនឹងបរិស្ថានជីវិតនិងបញ្ហានៃសេដ្ឋកិច្ចរបស់យើងអញ្ចឹងវីដេអូរបស់យើងមានតែប៉ុណ្្នឹងទេសូមអរគុណច្រើន